ថ្លែងអំណរគុណចំពោះសម្ដេចប្រធានរដ្ឋសភានិងគណៈកម្មការកម្មាធិការចិន្ត្រៃយ៍រដ្ឋសភាដែលបានទទួលយកសេចក្តីស្នើសុំរបស់រាជរដ្ឋាភិបាលលើការកោះប្រជុំរដ្ឋសភាជាវិសម័យនីតិកាលទី7ព្រមទាំងបានពិនិត្យនិងសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលឯកឧត្តមកែបយុទ្ធបាលធានគណៈកម្មការមហាផ្ទៃការពិជាតិមុខងារសាធារណៈនិងកិច្ចការព្រំដែននៃរដ្ឋសភាទើបបានរាយការណ៍ជូនអង្គសភាដល់ដងម្ដងនិងបានអនុញ្ញាតឲ្យខ្ញុំធ្វើបទបង្ហាញមុនអង្គសភាយកមកពិចារណាអនុម័តសម្ដេចព្រះអង្គចាស់អាដាមលោកជំទាវតំណាងរាស្ត្ររបស់អង្គសភាជាទីមេត្រីស្ថិតនៅក្នុងបរិយាកាសតែស្ថានភាពតាមតំបន់ទាំងពិភពលោកកាន់តែមានភាពតានតឹងស្មុគស្មាញនិងប្រកបដោយភាពមិនប្រកបវិជ្ជាដោយសារការកើតឡើងនៅទំនាស់ព្រំដែនទំនាស់ពាណិជ្ជកម្មជាមួយនឹងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យាកាន់តែស្រួចស្រាវដើម្បីយកឈ្នះគ្នាទៅវិញទៅមករហូតស្ទើរតែលែងគោរពកិច្ចព្រមព្រៀងគួបផ្សំនឹងការធ្លាក់ចុះនៃពហុភាគីនិយមនិងការគោរពច្បាប់អន្តរជាតិនិងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ប្រទេសជាច្រើនបានកំពុងត្រឡប់មកអនុវត្តគោលនយោបាយគាំពារសង្គមគាំពារនិយមនិងបង្កើនយកជំហរអាត្មានិយមនៅក្នុងបរិបទនេះកម្ពុជាពិតជាមានសេចក្តីត្រូវការចាំបាច់និងបន្ទាន់ជាងពេលណាទាំងអស់ក្នុងការពង្រឹងនិងបង្កើនសមត្ថភាពរបស់ខ្លួនឲ្យកាន់តែរឹងមាំដើម្បីការពារឲ្យបាននូវសន្តិភាពអធិបតេយ្យជាតិនិងផលប្រយោជន៍សង្គមសេដ្ឋកិច្ចជាតិដើម្បីកសាងប្រទេសមួយឲ្យរីកចម្រើនរុងរឿងពលរដ្ឋម្នាក់ៗត្រូវតែខិតខំកសាងខ្លួនឲ្យក្លាយទៅជាធនធានដ៏មានតម្លៃសម្រាប់ជាតិក្នុងន័យនេះរាជរដ្ឋាភិបាលបានសិក្សាស្វែងយល់អំពីបទពិសោធន៍អន្តរជាតិក្នុងការកសាងកម្លាំងទ័ពដើម្បីរក្សាសន្តិភាពការពារអធិបតេយ្យជាតិនិងផលប្រយោជន៍សង្គមជាតិតាមគោលដៅ3ទី1គឺប្រព័ន្ធពលរដ្ឋម្នាក់ជាយោធាម្នាក់ដែលអនុវត្តនៅប្រទេសស្វីសនិងអ៊ីស្រាអែលតាមរយៈការបណ្ដុះបណ្ដាលជាប្រចាំទោះជាមិនពេញម៉ោងរយៈរក្សាតុល្យភាពល្អរវាងជីវិតស៊ីវិលនិងសន្តិសុខជាតិរក្សាភាពអព្យាក្រឹតប៉ុន្តែត្រៀមខ្លួនជានិច្ចក្នុងពុកប្រហែលបម្រើជាតិនិងបណ្ដុះស្មារតីឲ្យប្រជាជនមានអារម្មណ៍ស្រឡាញ់និងទទួលខុសត្រូវរួមចំពោះជាតិគម្រោងទី2គឺជាប្រព័ន្ធកាតព្វកិច្ចតាមសេចក្តីត្រូវការដែលអនុវត្តនៅតាមបណ្ដាប្រទេសមួយចំនួនដូចជាសិង្ហបុរីនិងហ្វាំងតាមរយៈការកំណត់កាតព្វកិច្ចបម្រើជាតិចំពោះបរិសុទ្ធនិងដោយស្ម័គ្រចិត្តចំពោះស្ត្រីផ្ដោតលើការបណ្ដុះបណ្ដាលខ្លាំងនឹងត្រៀមកម្លាំងបំរុងនិងរក្សាកងយោធាពេញម៉ោងតូចល្មមប៉ុន្តែអាចប្រមូលកម្លាំងបានលឿនក្នុងករណីមានតម្រូវការចាំបាច់និងគម្រោងទី3គឺជាប្រព័ន្ធស្ម័គ្រចិត្តដែលអនុវត្តនៅសហរដ្ឋអាមេរិកតាមរយៈការផ្ដោតលើការកសាងកម្លាំងយោធាដែលមានជំនាញខ្ពស់ការវិនិយោគលើបច្ចេកវិទ្យានិងបច្ចេកទេសជំនាញខ្ពស់និងការបង្កើតឧស្សាហកម្មយោធាដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិសម្រាប់កម្ពុជាដែលជាប្រទេសទូចនិងធនធាននៅមានកម្រិតប្រព័ន្ធកាតព្វកិច្ចតាមសេចក្តីត្រូវការជាក់ស្ដែងគឺជាជម្រើសដែលសមស្របនៅក្នុងការពង្រឹងនិងបង្កើនកងទ័ពពេញម៉ោងគឺយើងហៅថាទ័ពអាជីពផងនិងបង្កើតកងទ័ពបម្រុងផងដើម្បីធានាឲ្យរាជរដ្ឋាភិបាលអាចប្រមូលផ្ដុំកម្លាំងកងទ័ពបានលឿនគ្រប់គ្រាន់សម្រាប់បម្រើសេចក្តីត្រូវការចាំបាច់និងតននេះគឺផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែងដែលយើងចូលនៅពេលថ្មីនេះអាស្រ័យហេតុនេះរាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មីដោយផ្អែកលើភាពចាំបាច់នៃបរិយាកាសជាក់ស្ដែងនិងដែលចូលលើច្បាប់ដែលកំពុងមានជាធរមានដែលត្រូវបានប្រកាសឲ្យប្រើតាំងពីថ្ងៃទី22ខែធ្នូឆ្នាំ2000ដើម្បីឲ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងក្លាយជាឧបករណ៍កតេយុទ្ធរឹងមាំទាំងក្នុងពេលបច្ចុប្បន្ននិងទៅមានអនាគតហើយបានគោរពស្នើសុំការអនុម័តពីរដ្ឋសភាដល់ដល់ពេលនេះប៉ុន្តែថាមានហេតុផលមួយចំនួនដែលកន្លងមកពីរដ្ឋាភិបាលមិនទាន់ជំរុញការអនុវត្តកាតព្វកិច្ចយោធាទោះបីជាមានច្បាប់ហើយក៏ដោយប៉ុន្តែហេតុផលដែលសំខាន់ជាងគេនោះគឺដោយសារម្យ៉ាងសភាពការនៅពេលនោះមិនត្រឹមតែមិនមានភាពចាំបាច់ក្នុងការបង្កើនកម្លាំងទ័ពទេថែមទាំងជាដំណាក់កាលដែលរាជរដ្ឋាភិបាលត្រូវឆ្លងកាត់កម្មវិធីរំសាយកងទ័ពនិងការកាត់បន្ថយចំនួនទ័ព
ដើម្បីផ្ទេរចំណាយមកបដោតលើការវិវត្តក្នុងវិស័យសង្គមសេដ្ឋកិច្ចដែលជាអតិភិបគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងទៀតរាជរដ្ឋាភិបាលក៏ផ្ដល់តម្លៃខ្ពស់បំផុតលើសន្តិភាពនិងការជឿជាក់លើប្រព័ន្ធពហុភាគីនិយមច្បាប់អន្តរជាតិសម្រាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់រួមទាំងធម្មមនុស្សអង្គការសហប្រជាជាតិនិងធម្មមនុស្សអាស៊ាននៅក្នុងការថែរក្សាសណ្ដាប់ធ្នាប់ប្រព័ន្ធទឹកសម្ដេចព្រះអង្គម្ចាស់ឲ្យដល់លោកជំទាវលោកអាមេនិងអង្គសភាជាទីគោរពពិភពលោកបានឈានទៅដល់របបថ្មីដែលកំពុងស្វែងរកសណ្ដាប់ធ្នាប់ថ្មីដោយសារតែកំណើននៃទំនាស់ព្រំដែនទំនាស់ពាណិជ្ជកម្មនិងការប្រកួតប្រជែងយកឈ្នះលើសេដ្ឋកិច្ចព្រមទាំងការប្រឡងបណ្ដាំផ្នែកបច្ចេកវិទ្យាកាន់តែស្រួលស្រាលដែលជាសម្ពាធនៃការប្រឈមផងព្រមទាំងជាវិទ្យាសាស្ត្រនិងជាឱកាសផងកម្ពុជាមិនខុសពីបណ្ដាប្រទេសនៅលើសកលត្រូវតែពង្រឹងសមត្ថភាពដើម្បីអាចប្រែក្លាយបញ្ហាទាំងនេះឲ្យទៅជាឱកាសជាពិសេសការរក្សាសន្តិភាពការការពារអធិបតេយ្យបូរណភាពទឹកដីនិងមាតុភូមិជាទីស្រឡាញ់របស់យើងនៅក្នុងដំណើរការឆ្លងកាត់របបថ្មីទៅសណ្ដាប់ធ្នាប់ថ្មីនេះប្រកបដោយភាពធន់និងជោគជ័យសម្ដេចព្រះម្ចាស់ឯកឧត្តមជំទាវសន្តិភាពយើងមិនអាចសុំបំពងពីគេទេបទពិសោធន៍ក្នុងរយៈពេលឆ្នាំនេះបានប្រាប់ហើយក៏គ្មានអ្នកណាអាចជួយយើងទាំងស្រុងគ្រប់ពេលវេលាបានទេក្រៅពីយើងរឹងមាំខ្លួនឯងនេះគឺជាអ្វីដែលកម្ពុជាត្រូវធ្វើហើយការអនុវត្តច្បាប់កាតព្វកិច្ចយោធាក៏ជាផ្នែកមួយសំខាន់សម័យនេះគឺប្រទេសជាច្រើនបានប្រើពាក្យនិងទ្រឹស្ដីថាសន្តិភាពដោយកម្លាំងនេះគឺជារបបថ្មីដែលកម្ពុជាត្រូវយើងឆ្លាញ់មិនឆ្លាញ់ពាក្យនេះយើងត្រូវទទួលស្គាល់វាជាការពិតហើយយើងត្រូវតែរំពាត់ខ្លួនឯងខ្ញុំសូមបញ្ជាក់ម្ដងទៀតការស្វែងរកសន្តិភាពនិងថែរក្សាសន្តិភាពមិនអាចសុំអ្នកណាជួយយើងក្រៅពីយើងរំខ្លួនឯងទេបរិការនេះហើយដែលជំរុញឲ្យរដ្ឋាភិបាលត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធាមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងជាឧបករណ៍គតិយុត្តរបស់ព្រមទាំងមានគោលនយោបាយនិងយុទ្ធសាស្ត្រកម្ពុជាប្រកបដោយសមត្ថភាពជំនាញខ្ពស់និងប្រកបដោយប្រសិទ្ធភាពសម្រាប់ពេលបច្ចុប្បន្ននិងអនាគតដូច្នេះច្បាប់នេះនឹងមិនត្រឹមតែជាឧបករណ៍ចាំបាច់ក្នុងការកសាងកម្លាំងទ័ពសម្រាប់ការពិជាតិនិងមាតុភូមិប៉ុណ្ណោះទេថែមទាំងជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងកម្លាំងពលរដ្ឋប្រកបដោយវិន័យសមត្ថភាពឆន្ទៈបម្រើសង្គមជាតិដែលជាប្រភពនៃកម្លាំងទ្រាបបរិបនិងជាធនធានដ៏រឹងមាំមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិស្ថិតនៅក្នុងគោលដៅនេះដែលរដ្ឋាភិបាលបាននឹងកំពុងរៀបចំការធ្វើទំនើបកម្មការធ្វើកំណែតម្រង់នៅទំនើបកម្មវិស័យយោធាហើយផ្ដោតជាសំខាន់លើការធ្វើទំនើបកម្មរចនាសម្ព័ន្ធការធ្វើទំនើបកម្មការងារបំពេញនិងការធ្វើទំនើបកម្មសម្ភារៈគ្រឿងបន្លាស់បន្ថែមលើនោះការពង្រឹងអភិបាលកិច្ចកងទ័ពគឺជាគន្លឹះដ៏សំខាន់មួយក្នុងការធានាប្រសិទ្ធភាពការពិชิតរបស់កងទ័ពពីបច្ចុប្បន្នទៅអនាគតការដាក់ឲ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅឆ្នាំ2021នេះគឺពិតជាចាំបាច់និងមិនអាចខ្វះបាននៅក្នុងការរួមចំណែកធានាភាពរស់រានមានជីវិតរបស់ជាតិនិងការឯកភាពជាតិរបស់កម្ពុជាទាំងមូលព្រោះវានឹងមិនត្រឹមតែរួមចំណែកក្នុងការពង្រឹងនិងបង្កើនសមត្ថភាពរក្សាសន្តិភាពការពារទឹកដីបូរណភាពទឹកដីនិងមាតុភូមិប៉ុណ្ណោះទេថែមទាំងជួយពង្រឹងសមត្ថភាពធនធានមនុស្សប្រកបដោយវិន័យសីលធម៌វិជ្ជាជីវៈសមត្ថភាពនិងសុឆន្ទៈបម្រើជាតិមាតុភូមិដែលជាមូលធនដ៏ពិសិដ្ឋសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិស្ថិតនៅក្នុងកលៈទេសៈដ៏មានតម្លៃការគោរពច្បាប់អន្តរជាតិកាន់តែថយចុះបានធ្វើឲ្យប្រទេសតូចដូចកម្ពុជាដែលប្រកាន់ជំហរអព្យាក្រឹតនិងបញ្ចូលបក្សសម្ព័ន្ធកាន់តែត្រូវបង្កើនសមត្ថភាពនិងភាពទន់របស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងលើសន្តិភាពសុវត្ថិភាពអព្យាក្រឹតភាពនិងបូរណភាពទឹកដីជាក់ស្ដែងការគំរាមកំហែងមកលើអធិបតេយ្យរបស់កម្ពុជាពេលនេះគឺជាឧទាហរណ៍មួយស្រាប់តែសម្រាប់យើងក្នុងការប្រកបដែរទន្ទឹមនេះការធ្វើទំនើបកម្មយោធាបានជោគជ័យគឺអាស្រ័យលើប្រសិទ្ធភាពកម្លាំងកងទ័ពកម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាសន្តិភាពទំនើបទាន់សម័យដែលមានន័យថាយើងចាំបាច់ត្រូវបង្កើនកម្លាំងទ័ពវ័យក្មេងដែលមានថាមពល
និងចំណេះដឹងផ្នែកបច្ចេកវិទ្យាដែលអាចជាធនធានសម្រាប់យោធិនអាជីពផងនិងសម្រាប់ដល់វិស័យស៊ីវិលផងតាមរយៈយន្តការនៃកាតព្វកិច្ចទីសម្ដេចព្រះអង្គចាស់ឯកឧត្តមជំទាវអង្គសភាជាទីនៅក្នុងករណីដែលអង្គសភាដកដងរបស់យើងអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះមកពិចារណានិងពិភាក្សាឯកឧត្តមបជារដ្ឋមន្ត្រីក្រសួងកាត់វិជាតិទាសីហាតំណាងឲ្យរាជរដ្ឋាភិបាលទៅបកស្រាយពន្យល់លម្អិតទៅតាមជំពូកនិងមាត្រានីមួយៗនៃសេចក្តីព្រាងច្បាប់ព្រមទាំងឆ្លើយទៅនឹងសំណួររបស់តំណាងរាស្ត្រនៃអង្គសភាដកដងទោះជាយ៉ាងណាខ្ញុំសូមការអនុញ្ញាតពីអង្គសភាដើម្បីគូសរំលឹកនូវគោលការណ៍សំខាន់និងអត្ថប្រយោជន៍នៅក្នុងការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះគោលការណ៍សំខាន់5ដែលខ្ញុំសូមគូសរំលឹកទី1គោលការណ៍កាតព្វកិច្ចតាមតម្រូវការជាក់ស្ដែងដែលអាចអនុវត្តតាមការស្ម័គ្រចិត្តឬការចាត់បង្ខំទៅតាមស្ថានភាពជាក់ស្ដែងចំពោះពលរដ្ឋអាយុ18ទៅ25ឆ្នាំនឹងត្រូវក្លាយជាយោធិនបម្រុងរហូតដល់អាយុ45ឆ្នាំក្រោយបញ្ចប់ការបំពេញកាតព្វកិច្ចយោធារយៈពេល24ខែទី2គោលការណ៍កាតព្វកិច្ចចំពោះបុរសនិងគោលការណ៍ស្ម័គ្រចិត្តចំពោះស្ត្រីទី3គោលការណ៍ហ្វឹកហាត់ជាប្រចាំចំពោះយោធិនបម្រុងតាមកម្មវិធីនិងការកំណត់ជាក់ស្ដែងទី4គោលការណ៍រក្សាក្របខ័ណ្ឌដើមនៅមុខតំណែងក្នុងស្ថាប័នរដ្ឋសហគ្រាសសាធារណៈឬឯកជនចំពោះប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាដែលជោគជ័យអាចវិលទៅបម្រើការដល់អង្គភាពនិងស្ថាប័នដើមក្នុងក្របខ័ណ្ឌនៅមុខតំណែងដដែលបែបបទនិងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបានបញ្ចប់ដោយកាតព្វកិច្ចចូលបម្រើការងារនិងបន្តសិក្សាវិញនិងកំណត់ការនិងទី5គោលការណ៍ត្រៀមចូលរួមបេសកកម្មនៅពីប្រទេសជាតិមានតម្រូវការចំពោះយោធិនបម្រុងការអនុវត្តតាមគោលការណ៍ទាំង5នេះទើបយើងអាចរួមចំណែកក្នុងការកសាងធនធានយុវជនរបស់យើងឲ្យមានកាយសម្បទារឹងមាំមានវិន័យមានសីលធម៌មានវិជ្ជាជីវៈមានសុចរិតបម្រើសង្គមជាតិមានមិនថាក្នុងវិស័យយោធាវិស័យសាធារណៈឬវិស័យស៊ីវិលឯកជនទេព្រោះយើងបានប្រែក្លាយធនធានយុវជនឲ្យទៅជាមូលធនពិតមនុស្សពិតប្រកបនិងមានតម្លៃសម្រាប់សង្គមប៉ុន្តែការអនុវត្តច្បាប់នេះជាមួយនឹងគោលនយោបាយយុទ្ធសាស្ត្រនិងកម្មវិធីពង្រឹងនិងបង្កើនសមត្ថភាពជាតិនឹងធ្វើឲ្យមានតម្រូវការចំណាយថវិការដ្ឋបន្ថែមប៉ុន្តែនឹងផ្ដល់នូវអត្ថប្រយោជន៍ចម្បងស្ទើរតែមិនអាចកាត់ថ្លៃបានតែខ្ញុំយកឱកាសនេះលើកឡើងជូនអង្គសភាដកដងនិងសាធារណជនឲ្យបានជ្រាបទី1អត្ថប្រយោជន៍ផ្ទាល់លើវិស័យការពារជាតិបង្កើតជាប្រព័ន្ធនិងយន្តការមួយច្បាស់លាស់ដែលជាប្រភពកសាងកម្លាំងការពារជាតិដ៏រឹងមាំប្រកបដោយសមត្ថភាពមានវិជ្ជាជីវៈខ្ពស់និងមានប្រសិទ្ធភាពឆ្លើយតបគ្រប់គ្រាន់និងទាន់ពេលទៅនឹងសេចក្តីត្រូវការជាពិសេសការគម្រាមកំហែងពីខាងក្រៅដោយភាពជឿជាក់និងស័ក្តិសិទ្ធិទី2អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់និងគ្រួសារគឺបានក្លាយទៅជាយុវជនដែលមានកាយសម្បទារឹងមាំមានការអប់រំផ្លូវចិត្តប្រកបដោយសីលធម៌សុជីវធម៌និងឥរិយាបថល្អទទួលបានការតម្រង់ទិសក្នុងការកំណត់គោលបំណងនិងអត្តសញ្ញាណច្បាស់លាស់មានភាពជឿជាក់និងភាពម្ចាស់ការនិងទទួលបានការបំពាក់ស្មារតីទម្លាប់រស់នៅនិងធ្វើការជាក្រុមព្រមទាំងភាពពេញវ័យនិងចាស់ទុំប្រកបដោយការទទួលខុសត្រូវនិងគុណតម្លៃក្នុងខ្លួនឯងនិងគ្រួសារនិងទី3អត្ថប្រយោជន៍សម្រាប់សង្គមជាតិទទួលបានយុវជនដែលជាពលរដ្ឋល្អនិងជាកម្លាំងចលនករប្រកបដោយថាមពលទទួលបានយុវជននិងជាពលរដ្ឋប្រកបដោយស្មារតីសហគមន៍និងការស្រឡាញ់ការងារសង្គមនិងដើម្បីទទួលបានជាពលរដ្ឋមានផ្នត់គំនិតបម្រើជាតិត្រង់ចំណុចនេះខ្ញុំសូមបញ្ជាក់ថាកន្លងទៅគឺមានការលើកឡើងក៏ដូចជាការវិនិយោគទីសីហាជួបគណៈកម្មការមានការលើកឡើងសួរជាច្រើនអំពីអត្ថប្រយោជន៍ទីមួយអត្ថប្រយោជន៍ស្អីខ្លះដែលអ្នកបំពេញកាតព្វកិច្ចបានទទួលទី2សួរថាការបំពេញកាតព្វកិច្ចវាប៉ះពាល់ស្អីខ្លះមានហេតុផលច្រើនប៉ះពាល់ការសិក្សាប៉ះពាល់ការងារនេះគឺជាកង្វល់
ទី3ការកង្វល់ថាចូលរើសយ៉ាងម៉េចដើម្បីឲ្យមានតម្លាភាពឲ្យយុត្តិធម៌កុំឲ្យកូនអ្នកមានអត់ទៅកូនអ្នកក្រទៅហេតុអីក៏អត្ថប្រយោជន៍និងនីតិវិធីជាច្រើនចាំមិនដាក់នៅក្នុងច្បាប់ដាក់នៅអនុក្រឹត្យទី1ខ្ញុំសូមបញ្ជាក់ថាច្បាប់នេះគឺជាគោលបញ្ជាក់តែចំណុចគោលមួយចំនួនទេដោយឡែកកិច្ចការប្រតិបត្តិជាក់ស្ដែងយើងដាក់នៅក្នុងអនុក្រឹត្យដើម្បីឲ្យមានភាពបត់បែនឧទាហរណ៍អត្ថប្រយោជន៍ដែលត្រូវទទួលបានវាបត់បែនតាមសភាពការអញ្ចឹងយើងមិនចង់ថាបើឆ្នាំនេះត្រូវបន្ថែមអត្ថប្រយោជន៍ផ្សេងតែត្រូវមកឆ្លងសភានោះទេយើងទុកនៅក្នុងការឆ្លងការរៀបចំនីតិវិធីក្នុងការរើសដូចគ្នាតើយើងធ្វើយ៉ាងណាដាក់បែបណាយើងអនុវត្តកម្រិតណាគឺទុកនៅក្នុងនីតិវិធីនៃអនុក្រឹត្យនិងប្រកាសរបស់ក្រសួងដើម្បីឲ្យមានភាពបត់បែនធានានូវប្រសិទ្ធភាពព្រោះអ្វីដែលចាំបាច់នៅក្នុងការធ្វើគឺគោលដៅសំខាន់គឺការគិតគូរពីប្រយោជន៍របស់បុគ្គលរបស់គ្រួសារបុគ្គលគឺជាកលឹះនៃប្រទេសជាតិអញ្ចឹងការអនុវត្តច្បាប់កាតព្វកិច្ចនេះគឺជាឱកាសដែលយករាជរដ្ឋាភិបាលនៅប្រទេសជាតិរបស់យើងអាចយកយុវជនមួយផ្នែកណាយកទៅធ្វើការបណ្ដុះបណ្ដាលទាំងវិន័យសម្ដាប់ធ្នាប់បណ្ដុះបណ្ដាលជំនាញបំណិតនៅក្នុងកងទ័ពប៉ុន្តែគាត់បម្រើនៅក្នុងកងទ័ពមួយរយៈប៉ុន្តែការបម្រើក្នុងកងទ័ពមិនមែនជាការបម្រើអត់ប្រយោជន៍ឬមួយក៏ជាការខ្ជះខ្ជាយពេលវេលាដែរនោះទេប៉ុន្តែផ្ទុយទៅវិញគឺជាការខិតខំនៅក្នុងការពង្រឹងធនធានមនុស្សមួយនេះក្នុងរយៈពេល24ខែគាត់នឹងទទួលបាននូវការហ្វឹកហ្វឺនជាពិសេសការទទួលខុសត្រូវវិន័យសម្ដាប់ធ្នាប់និងឆន្ទៈប្រកបដោយស្នេហាជាតិនេះគឺជាកលឹះដែលយើងនឹងធ្វើការប្រែប្រួលទី2គឺការប៉ះពាល់ក្នុងការរៀបចំនៅច្បាប់នេះក្រុមការងារបានជជែកគ្នាលម្អិតណាស់មានការលើកឡើងតើប៉ះពាល់កន្លែងណាខ្លះដែលអាចជាអនុគ្រោះឧទាហរណ៍ជាសង្ឃតើគួរមានលើកជាប្រសងមានរហូតទៅដល់ការលើកថាពោះម៉ាយកូនច្រើនក៏គួរលើកលែងតែយើងមិនអាចធ្វើបានទេអ្វីដែលសំខាន់គឺការលើកលែងមួយចំនួនតូចតែប៉ុណ្ណោះនៅក្នុងច្បាប់នេះយើងមានអង្គសភាតែប៉ុន្តែជាទូទៅគឺយើងខិតខំនៅក្នុងការរៀបចំច្បាប់នេះនៅកម្រិតណាដែលមានភាពបត់បែនឧទាហរណ៍ការអនុគ្រោះការស្នើសុំមួយឆ្នាំម្ដងជារយៈពេលប្រហែលឆ្នាំក្នុងការគិតគូរដល់ការរៀនសូត្រឬមួយក៏អ្នកដែលសំខាន់មួយចំនួនពាក់ព័ន្ធกับកិច្ចចាំបាច់នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលរបស់ក្រសួងការពារជាតិនៅក្នុងការកាត់បន្ថយផលប៉ះពាល់និងបង្កើននូវអត្ថប្រយោជន៍ព្រោះយោធិនម្នាក់កាតព្វកិច្ចមិនកាតព្វកិច្ចគឺជាធនធានរបស់កម្ពុជាការពារជាតិខ្លាំងតតែធនធានមនុស្សខ្លាំងហើយធនធានមនុស្សនេះពេលចប់คล้ายទៅជាធនធានមនុស្សរបស់សង្គមចេញមកបំពេញភារកិច្ចនៅក្នុងក្រសួងស្ថាប័នឯកជនឬមួយក៏ផ្ទាល់ខ្លួនអញ្ចឹងការគិតគូរនេះគ្រប់ជ្រុងជ្រោយហើយយើងពិតណាស់ខ្ញុំមិនហ៊ានធានាថា100នាក់ឯកភាពទាំង100នាក់ទទួលយកលក្ខខណ្ឌបានន័យថាការលើកលែងការយកយល់គឺមានតែចំណុចចំនួនក្រៅពីនឹងគឺជាកាតព្វកិច្ចពាក្យថាកាតព្វកិច្ចនេះគឺត្រូវអនុវត្តនៅក្នុងច្បាប់បាទអញ្ចឹងអ្នកខ្លះអាចមានហេតុផលច្រើនអាចប្រៀបធៀបច្រើននៅពេលដែលប្រជុំគ្នានោះយើងអាចគិតថាបើសិនជាយើងយកហេតុផលទាំងអស់មកដាក់ជាគោលយើងអត់អនុវត្តច្បាប់នេះចេញតែមនុស្ស100នាក់មានបញ្ហា100ចំពោះប៉ុន្តែអ្វីដែលសំណួរសួរខ្ញុំឃើញថាខ្វះមួយសំណួរដែលសួរសំខាន់យើងសួរថាតើយើងបានអីតែយើងអាចខាតអីបារម្ភរឿងជីវភាពបារម្ភរឿងពេលវេលាបារម្ភរឿងការងារប៉ុន្តែសំណួរមួយដែលខ្ញុំអត់បានឃើញនៅក្នុងបណ្ដាញសង្គមក្តីការចោទសួរក្តីថាតើត្រូវធ្វើយ៉ាងណាដើម្បីរួមគ្នាបន្តផ្នត់គំនិតស្នេហាជាតិខ្ពស់ចំពោះប្រជាពលរដ្ឋយើងជាពិសេសយុវជន
ដែលហ៊ានលះបង់គ្រប់បែបយ៉ាងគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌសម្រាប់ជាតិនេះគឺជាសំណួរដែលត្រូវសួរបើសិនជាយើងអាចបណ្ដុះឆន្ទៈនេះបានអារឿងខាត2ឆ្នាំអារឿងខាតតិចខ្វះនោះលែងជាចំណុចហើយសំណួរខ្លះដែលយើងសួរហើយឃើញបានលើកឡើងហាក់ដូចជាចូលកាតព្វកិច្ចនេះគឺជាបន្ទុកត្រូវធ្វើយ៉ាងម៉េចបដូរផ្នត់គំនិតនេះការចូលកាតព្វកិច្ចគឺជាមហាកិត្តិយសដែលគ្រប់គ្នាត្រូវចង់ធ្វើនេះគឺជាអ្វីដែលសំណួរហើយអង្គសភាទាំងមូលថ្នាក់ដឹកនាំនៅក្នុងដំណាងរាស្ត្រដែលត្រូវចុះជួបប្រជាពលរដ្ឋនិងឆ្លើយចំនួនប្រជាពលរដ្ឋខ្ញុំគិតថាកលឹះសំខាន់បំផុតពិតណាការដាក់ចេញនូវគោលនយោបាយដើម្បីដោះស្រាយបញ្ហាផលប្រយោជន៍ដែលគាត់ទទួលបាននឹងការកាត់បន្ថយផលប៉ះពាល់ជាគ្នាប៉ុន្តែអត់អាចថាលុបបំបាត់100%ប៉ុន្តែអ្វីដែលសំខាន់គឺការបណ្ដុះបណ្ដាលទុនធានមនុស្សឆន្ទៈមិនមែនតែយុវជនទេគឺទាំងគ្រួសារតែម្ដងដែលមើលច្បាប់កាតព្វកិច្ចនិងការបម្រើជាតិក្នុងការបំពេញកាតព្វកិច្ចនេះគឺជាកិត្តិយសធំសម្រាប់បុគ្គលនិងគ្រួសារនេះគឺជាកលឹះដែលយើងត្រូវរួមគ្នានៅក្នុងការបំផុសស្មារតីនេះឲ្យបានបើសិនជាគាត់ខាត2ឆ្នាំមិនបានផងតើហៅគាត់ទៅប្រយុទ្ធការពារទឹកដីមិនកើតដែលត្រូវលះបង់ជីវិតនេះគឺជាបើគាត់ថាទៅខ្លាចចេះខ្លាចចុះបាត់ប្រាក់ខែចេះបាត់ប្រាក់ខែចុះតើត្រូវលះបង់យ៉ាងម៉េចតើយើងសួរយុវជនដែលកំពុងឈរជើងរាប់ពាន់អ្នករាប់ម៉ឺនអ្នកនៅព្រំដែនការពារទឹកដីរបស់យើងនៅពេលនេះតើពួកគាត់យ៉ាងណាវរៈកងទ័ពវរៈនគរបាលជាតិនិងវរៈអាវុធហត្ថរបស់យើងដែលឈរនៅទីនោះយុវជនដូចគ្នាមានបញ្ហាគ្រួសារដូចគ្នាប៉ុន្តែគេហ៊ានលះបង់មិនមែនដើម្បីប្រាក់ខែទេបើប្រាក់ខែគេមិនហ៊ានលះបង់ជីវិតគេមិនចាំបាច់ទៅទេគេអាចមកធ្វើការងារនៅភ្នំពេញឬមួយគាត់ទៅណាប៉ុន្តែគេហ៊ានទៅនោះហើយនេះហើយគឺជាគោលដៅនៃច្បាប់កាតព្វកិច្ចគឺយើងចង់បង្រីកធនធានមនុស្សដែលមានស្មារតីលះបង់ពោះដើម្បីជាតិមាតុភូមិហើយអាចបំពេញភារកិច្ចពេលជាតិត្រូវការពេលណាដែលហ៊ានលះបង់គ្រប់យ៉ាងដែលធំបំផុតគឺហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិនេះគឺជាគោលដៅដែលយើងទាំងអស់គ្នាត្រូវបំផុសស្មារតីនេះឲ្យបានហើយនេះគឺជាអ្វីដែលជាគោលដៅធំនៃច្បាប់កាតព្វកិច្ចក្រោយពី2ឆ្នាំគាត់នឹងមានឆន្ទៈគាត់នឹងមានមនសិការគាត់នឹងមានត្រៀមលក្ខណៈជាប់ខ្លួនគេថាជាប់ជានិច្ចដើម្បីបម្រើជាតិមាតុភូមិអង្គសភាដកទៅម្ដងប្រទេសយើងមួយនេះគឺកម្ពុជាបានផ្ដល់ច្រើនណាស់ឲ្យយើងគ្រប់គ្នាហើយដូចខ្ញុំបាននិយាយបើគ្មានកម្ពុជាកូនខ្មែរជាអ្នកការពារជាតិទឹកដីគ្មានពីណាការពារហើយជាពិសេសបទពិសោធន៍នៃការជឿចាប់នៅក្នុងរយៈពេល1ឆ្នាំនេះជាពិសេសពីសង្គ្រាមជាតិអាចធានាអាចជាកលឹះដែលយើងទាំងអស់ត្រូវចងចាំថាកម្ពុជាត្រូវតែពង្រឹងខ្លួនឯងហើយកូនខ្មែរទាំងអស់ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវត្រៀមទឹកចិត្តដើម្បីជួយហើយខ្ញុំក៏អរគុណដែរហើយខ្ញុំឃើញនៅស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋយើងនៅក្នុងពេលដែលផ្ទុះទោះវត្តពីរដងយើងឃើញទាំងអស់ទាំងចាស់ទាំងក្មេងទាំងអ្នកនៅក្រៅទាំងអ្នកនៅក្នុងទាំងមន្ត្រីរាជការទាំងអ្នកក្នុងវិស័យឯកជនទាំងអ្នកសំទានចូលរួមដើម្បីកងទ័ពយើងការពារជាតិប៉ុន្តែយើងមិនចង់ឲ្យស្មារតីនេះត្រឹមតែមកភ្លើងច្បាល់ទេគឺយើងចង់ឲ្យស្មារតីនេះប្រែក្លាយទៅជាសកម្មភាពដើម្បីត្រៀមលក្ខណៈពេញនេះចឹងការបណ្ដុះនៅផ្នត់គំនិតនិងការស្នេហាជាតិគឺជាកលឹះមួយដែលខ្ញុំសូមឲ្យអង្គសភាជាពិសេសអាដាមលោកជំទាវសម្ដេចដែលជាថ្នាក់ដឹកនាំនិងជាតំណាងរាស្ត្រដែលត្រូវជួបជាមួយប្រជាពលរដ្ឋសូមជួយនៅក្នុងការផ្សព្វផ្សាយធ្វើយ៉ាងណាបំផុសនៅស្មារតីស្នេហាជាតិនិងការត្រៀមលក្ខណៈដើម្បីលះបង់ខ្ពស់ដើម្បីការពារជាតិមួយនេះបើសិនជាយើងបញ្យល់គាត់ហើយគាត់យល់លើតម្លៃនេះខ្ញុំគិតថាសំណួររឿងការខ្លាចទៅអ្នកនេះអត់អ្នកនោះ
2 ឆ្នាំរៀនបញ្ចប់ស្អីវាទៅជារឿងទុកព្រោះការពារជាតិនិងឱកាសនៃការចូលរួមคล้ายទៅជាកិត្តិយសមហាសាលคล้ายទៅជារបស់មួយដែលមានតម្លៃដែលមនុស្សជាពិសេសយុវជនគ្រប់រូបបច្ចេកគ្នាចង់បានលែងទៅសួរសំណួរថាតិចតែកូនអ្នកក្រទៅធ្វើកាតព្វកិច្ចคล้ายទៅជាសួរថាតិចឲ្យតែកូនអ្នកមានបើសិនជាច្បាប់កាតព្វកិច្ចនិងការបម្រើកាតព្វកិច្ចคล้ายទៅជារបស់ដែលចង់បាននេះហើយគឺជាអ្វីដែលយើងចង់បានបើគ្មានឆន្ទៈយើងពង្រឹងកម្លាំងអត់រួចទេទំនើបកម្មអាវុធទំនើបកម្មសភាវុធគ្រឿងបំពាក់យើងមានលុយទិញបានហាត់យើងចំណាយបានប៉ុន្តែបើគ្មានឆន្ទៈពិតប្រាកដពេលដែលសង្គ្រាមទុកឡើងពេលដែលជាតិតម្រូវការអត់មានមនុស្សមួយក៏មនុស្សដែរមិនហ៊ានលះបង់តែនេះខ្ញុំចង់បញ្ជាក់នៅចំណុចកណ្ដឹះនៃច្បាប់កាតព្វកិច្ចសំណួរមួយដែលខ្ញុំចាក់ឃ្លាមួយដែលអតីតប្រធានាធិបតីអាមេរិក John F. Kennedy ក៏តែងតែនិយាយខ្ញុំតែងតែចាំកុំសួរច្រើនពេកថាប្រទេសជាតិរបស់អ្នកឲ្យស្អីខ្លះទៅអ្នកគ្រប់ពេលវេលាទៅសួរថាតើអ្នកឯងអាចផ្ដល់ស្អីខ្លះឲ្យប្រទេសជាតិដែរកុំសួរថាអ្វីដែលរឿងតែបានគិតថាអ្វីដែលយើងផ្ដល់ឲ្យផងអញ្ចឹងច្បាប់កាតព្វកិច្ចមួយនេះគឺជាអ្វីដែលជាមធ្យោបាយនិងជាការបណ្ដុះឆន្ទៈសម្រាប់យុវជនក៏ដូចជាគ្រួសាររបស់ប្រជាពលរដ្ឋយើងជាពិសេសចូលបម្រើតួគ្រួសារគ្រប់គ្រងពីក្រោយប្រជាជនទាំងមូលគ្រប់វិស័យទាំងអស់មិនថារដ្ឋឯកជនព្រោះនៅក្នុងច្បាប់ក៏តម្រូវឲ្យមានការចូលរួមពីគ្រប់វិស័យទាំងអស់ដើម្បីរួមគ្នាផ្ដល់ទៅឲ្យជាតិទៅឲ្យប្រទេសដ៏តូចរបស់យើងមួយទៀតនេះគឺជាចំណុចតាក់ទងទៅនឹងអត្ថប្រយោជន៍ដែលខ្ញុំចង់បញ្ជាក់បច្ចុប្បន្ននេះប្រទេសកម្ពុជាយើងមានប្រជាពលរដ្ឋជិត 45% ដែលមានអាយុក្រោម25ឆ្នាំនេះគឺជាពេលវេលាដ៏សមស្របបំផុតក្នុងការកែប្រែសក្តានុពលនៃធនធានយុវជនរបស់យើងឲ្យក្លាយទៅជាពលរដ្ឋមនុស្សដែលមានតម្លៃសម្រាប់សង្គមជាតិទន្ទឹមនេះសង្គមជាតិនឹងផ្ដល់នូវកិត្តិយសជូនពួកគេវិញហើយទៅថ្ងៃមុខពួកគេនឹងក្លាយទៅជានិមិត្តរូបសម្រាប់យុវជនជំនាន់ក្រោយយុវជនកម្ពុជាលើសពីនេះស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នក៏មានអំណោយផលសំប្រមូលឲ្យរាជរដ្ឋាភិបាលមានលទ្ធភាពនៅក្នុងការអនុវត្តវិធាននៃការនានាដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិជាពិសេសការបំពេញបន្ថែមកងកម្លាំងប្រដាប់អាវុធដោយកម្លាំងយុវជននឹងការធ្វើទំនើបកម្មយោធាជាបណ្ដាទៅក្នុងគោលដៅប្រែក្លាយវិស័យយោធារបស់យើងឲ្យទៅជាយោធាទំនើបជាជំនាញឲ្យអស់ពីលទ្ធភាពដែលអាចធ្វើបានសម្ដេចព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវតំណាងរាស្ត្រនិងអង្គសភាជាទីគោរពខ្ញុំសូមបញ្ជាក់នៅចំហច្បាស់លាស់និងមើលម៉ាត់របស់កម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជាជូនប្រជាពលរដ្ឋផ្ទះច្រើនសាធារណជនគ្រប់ស្រទាប់វណ្ណៈនិងមិត្តបរទេសរបស់កម្ពុជាឲ្យបានជាថាតាមរយៈការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះក៏ដូចជាការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មវិស័យយោធារបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណៈប្រជាជនកម្ពុជាសូមអះអាងថាកម្ពុជាជាប្រជាជាតិស្រឡាញ់សន្តិភាពហើយការដឹកនាំរបស់រាជរដ្ឋាភិបាលគឺផ្អែកលើគោលការណ៍សន្តិភាពនិងការអភិវឌ្ឍនយោបាយពលគឺប្រកាន់ខ្ជាប់នៅសីលធម៌យុត្តិធម៌និងគុណធម៌នៅក្នុងការដោះស្រាយវិវាទដោយសន្តិវិធីដោយគោរពច្បាប់នៅក្របខ័ណ្ឌគតិយុត្តជាធរភាពការពង្រឹងនិងការធ្វើទំនើបកម្មវិស័យយោធារបស់យើងមិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយនេះគឺជាជំហរដូចជាគោលការណ៍គ្រឹះនៃសង្គមកម្ពុជាដែលប្រកាន់ខ្ជាប់នឹងការដោះស្រាយបញ្ហាដោយសន្តិវិធីសច្ចៈកន្តីនៅបញ្ហាកម្ពុជានៅតែបន្តជំរុញការបង្កើនកិច្ចសហការនិងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដែលមានព្រំប្រទល់ជាប់គ្នាដើម្បីធ្វើយ៉ាងណាធានាឲ្យតំបន់តាមព្រំដែនមិនត្រឹមតែជាតំបន់ដែលមានសន្តិសុខនិងសុវត្ថិភាពប៉ុណ្ណោះទេតែត្រូវប្រែក្លាយតំបន់ទាំងនោះឲ្យទៅជាតំបន់ដែលមានសន្តិភាពនិងការអភិវឌ្ឍដូ
ដូច្នេះកម្ពុជាពិតជាត្រូវការកិច្ចសហការនិងកិច្ចសហប្រតិបត្តិការប្រកបដោយសុចរិតភាពការគោរពគ្នាទៅវិញទៅមកដោយសមត្ថភាពការគោរពច្បាប់និងក្របខ័ណ្ឌបទយុទ្ធដែលមានជាធរមាននឹងការដោះស្រាយបញ្ហាដោយសន្តិវិធីពីគ្រប់ភាគីទាំងអស់មុននឹងបញ្ចប់ខ្ញុំសូមសង្កត់ធ្ងន់ថាពេលនេះពិតជាសំខាន់និងចាំបាច់ជាងពេលណាទាំងអស់ដែលកម្ពុជាត្រូវតែប្រមូលផ្ដុំរាល់កម្លាំងចលករទៅតាមគ្រប់មធ្យោបាយដើម្បីភាពរស់រានមានជីវិតនិងភាពថ្កុំថ្កើងនៃប្រជាជាតិជាពិសេសក្នុងបុព្វហេតុថែរក្សាសន្តិភាពការពារអធិបតេយ្យជាតិនិងបម្រើផលប្រយោជន៍ជាតិមាតុភូមិជាទីស្រឡាញ់របស់យើងកិច្ចការពារជាតិមិនមែនជាភារកិច្ចរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងនោះទេតែកិច្ចការនេះគឺពិតជាទាមទារដាច់ខាតនូវការចូលរួមចំណែកពីគ្រប់ភាគីនិងគ្រប់កោសិកានៃសង្គមទាំងពីវិស័យឯកជននិងពីប្រជាពលរដ្ឋគ្រប់ៗការគ្រប់គ្រងពីគ្រប់ទិសទីនិងប្រកបដោយស្មារតីស្នេហាជាតិខ្ពស់ចំពោះវីរៈកងទ័ពនិងវីរៈនគរបាលជួរមុខរបស់យើងក្នុងបញ្ហាព្រំដែនកន្លងមកនេះបានបង្ហាញឲ្យឃើញថាការពារជាតិរបស់យើងរឹងមាំដោយសារស្មារតីរួបរวมរបស់ពលរដ្ឋយើងគ្រប់គ្នាសេចក្តីព្រៀងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះនឹងធ្វើឲ្យខឿនការពារជាតិយើងកាន់តែរឹងមាំនិងមានភាពធន់បន្ថែមទៀតជាទីបញ្ចប់ខ្ញុំសូមជូនពរសម្ដេចប្រធានសម្ដេចព្រះម្ចាស់ឯកឧត្តមលោកជំទាវតំណាងរាជរដ្ឋាភិបាលនិងអង្គសភាដ៏ឧត្តមទាំងសូមប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិង